នៅថ្ងៃទី24 ខែតុលាឆ្នាំ2025 លោកឈុនឈុំតំណាងឲ្យលោកយិតស៊ីវប្រធានក្រុមប្រឹក្សាឃុំចូលរួមជាមួយលោកស្រីសមាជិកក្រុមប្រឹក្សាឃុំបាននាំយកថវិការបស់លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនិងថវិកាផ្ទាល់ខ្លួនរបស់លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្មានជំនួយការដើម្បីចូលរួមពិធីបុណ្យរំលែកទុក្ខទៅដល់គ្រួសារនៃសពលោកយាយអនសឿនទទួលមរណភាពថ្ងៃទី22តុលាឆ្នាំ2025នៅភូមិអង្គរផ្ដៀកឃុំជំរះពេនស្រុកសំរោងខេត្តតាកែវវេលានោះដែរលោកស្រីសមាជិកក្រុមប្រឹក្សាឃុំក៏បានរៀបចំជូននៅសម្បត្តិមរណភាពជូនទៅដល់គ្រួសារនៃសពដល់ទីកន្លែងផងដែរសូមអរគុណ